ហើយភ្ជាប់ទៅនឹងរឿងលោកវ៉ៃហូផងដែរយើងនៅតែបានចាប់អារម្មណ៍ទាំងអស់គ្នាទាក់ទងនឹងការលេចមុខរបស់បរិសពីខែមុនអញ្ចឹងថ្ងៃនេះខ្ញុំសូមភ្ជាប់ជាកិច្ចបិទទំព័រតែម្ដងថាវ៉ៃហូពិតឬខ្លែងខ្លាយបានឥឡូវនេះភ័ស្តុតាងបានបង្ហាញយើងឃើញច្បាស់ហើយលោកអ៊ំដែលបញ្ជាក់ឡើងតាមទូរទស្សន៍ថ្ងៃមុនពិតជាខ្លែងខ្លាយមែនព្រោះថាឥឡូវនេះគឺតាមប្រកាសដែលខ្ញុំប្រកាសតាម CTN ហ្នឹងណា CTN ជាច្រើនកន្លងមកហ្នឹងហើយតាមរយៈសារព័ត៌មានផ្សេងៗខាងក្រៅផងអញ្ចឹងខ្ញុំបានប្រកាសទៅឲ្យសាច់ញាតិរបស់គាត់នៅក្រៅដូចជាប្អូនស្រីលោកវ៉យហូអ្នកស្រីវ៉យសុផារីនៅបារាំងដូចជាបងស្រីរីណានៅអាមេរិកហើយដូចជាជីដូនមួយរបស់គាត់នៅស្រុកខ្មែរជាដើមសូមឲ្យនាំគ្នាចាប់អារម្មណ៍នឹងរឿងហ្នឹងឥឡូវនេះគឺក្មួយវ៉យហូគាត់អាទិត្យមុនបានមកលេងស្រុកខ្មែរតែម្ដងហើយគាត់ចង់ដឹងរឿងហ្នឹងគាត់ជិះមកពីអាមេរិកតែម្ដងទៅដល់លោកផ្ទះលោកតាហ្នឹងនៅបាត់ដំបងចាហើយក៏គាត់បានមកវិញគាត់ប្រាប់ខ្ញុំថាឥឡូវនេះគាត់បានជួបហើយគាត់បានយករូបថតទៅបង្ហាញលោកតានឹងហើយក៏បានសួរប្រវត្តិអស់ហើយលោកតាហ្នឹងពិតជាខ្លាំងខ្លាយមិនមែនជាពូរបស់គាត់ទេណាព្រោះគាត់យកទាំងរូបថតពុកគាត់ទាំងអីផងនៅលើកញ្ចក់ទូរទស្សន៍នេះសិតតែរូបថតដែលបងស្រីឌីណាបាទគាត់មកពីអាមេរិកគាត់យកមកឲ្យខ្ញុំមើលហើយរូបថតទាំងអស់ហ្នឹងហើយដែលគាត់យកទៅឲ្យលោកតានឹងមើលហើយធម្មតាបើសិនជាគាត់បយហូមែនច្បាស់ជាស្គាល់អ្នកទាំងអស់ហ្នឹងហើយតែចង្អុលទៅមួយណាក៏ខុសដែរសូម្បីតែរូបឪពុកខ្លួនឯងគេសួរក្មួយគាត់សួរថាលោកអ៊ំនេះរូបនរណាគាត់ថាអត់ស្គាល់ហ្នឹងហើយបើសិនជាវ៉យហូមែនរឿងអីគាត់មិនស្គាល់ឪពុកខ្លួនឯងបើទៅទោះបីជាភ្លេចភ្លាំងយ៉ាងណាក៏ដោយតែរឿងអីឪពុកខ្លួនឯងអត់ស្គាល់ណាហើយអាចថាមកពីគាត់មានជំងឺអ្វីមួយយ៉ាងពីមុនមកឥឡូវបើសិនជាគាត់មានជំងឺគាត់ភ្លេចភ្លាំងមែនរឿងអីអ្នកដទៃគាត់ស្គាល់បែរទៅជាឪពុកខ្លួនឯងមិនស្គាល់ប្អូនបង្កើតខ្លួនឯងមើលរូបបាត់ស្គាល់អញ្ចឹងទៅណាចាហើយមួយទៀតសូម្បីតែឈ្មោះប្រពន្ធដើមនោះក៏គាត់និយាយខុសគាត់ប្រាប់គេថាបុស្បាតែប្រពន្ធដើមរបស់គាត់ឈ្មោះថននីទីណាហើយកូនគាត់ដែលគាត់និយាយនោះក៏អត់ត្រូវដែរហើយក្មួយគាត់សួរចុះឡើងចុងក្រោយគាត់និយាយថាឥឡូវមនាងឯងជឿឬមិនជឿក៏ហីចុះយ៉ាងហើយណាក៏ខ្ញុំជាអ្នកនិពន្ធម្នាក់ដែលអាចតែងដូចលោកវ៉យហូបានដែរហ្នឹងហើយដែលគាត់ដឹងថាអូលោកតាហ្នឹងគឺខ្លាំងទីហើយទាំងឥឡូវនេះខ្ញុំបានមិញហ្នឹងមុនចូលកម្មវិធីជួបលោកពូកអែលបណ្ណាទៀតលោកពូកអែលបណ្ណាក៏ថាឥឡូវគាត់ក៏បង្ហាញដែរថាគាត់ហ្នឹងក៏មិនមែនវ៉យហូដែរហើយសើមិញទៅជួបលោកតាលោកអ៊ំមកយុទ្ធហ្នឹងក៏គាត់បាននិយាយដូចគ្នាអញ្ចឹងរឿងនេះគឺច្បាស់ហើយព្រោះថាពីមុនគឺរៀមច្បងចំនួនមុនដែលជាអ្នកនិពន្ធនៅចំនួនលោកវ៉យហូហ្នឹងគាត់បដិសេធទាំងស្រុងឥឡូវនេះបានតែសាច់ញាតិគាត់មកផ្ទាល់ជិះយន្តហោះឆ្លងធីបមកដល់ស្រុកខ្មែរផងដើម្បីចង់ដឹងរឿងពិតហើយបងស្រីឌីណាក៏បានបញ្ជាក់រឿងនឹងដែរថាពិតជាខ្លាំងមែនហើយឥឡូវនេះដើម្បីកុំឲ្យថាខ្ញុំចេះតែនិយាយខ្ញុំមានខ្សែអាត់ដល់វែងមួយតែឥឡូវយើងកាត់តែវគ្គសំខាន់ដែលបងស្រីឌីណាបានផ្ដល់សម្ភារដល់រូបខ្ញុំឥឡូវយើងតាមដានស្ដាប់បងស្រីឌីណាមានប្រសាសន៍បន្តិចតាក់ទងនឹងការដែលគាត់បានទៅជួបលោកអ៊ំម្នាក់នៅបាត់ដំបងនឹងបានសូមអញ្ជើញហើយចង់ដឹងថាអ្នកបងត្រូវជាប់សាច់គ្នាយ៉ាងម៉េចជាមួយលោកវ៉យហូបាទអូខេម្ដាយឪពុកវ៉យហូនិងនិយាយខ្ញុំឪពុកកើតមកហើយម្ដាយហើយនឹងវ៉យហូបងប្អូនជីដូនមួយបាទចាហើយអញ្ចឹងអ្នកបងត្រូវជាក្មួយបាទអីអ្នកបងអញ្ជើញទៅអាមេរិកប្រហែលជាតាំងពីឆ្នាំណាទៅឆ្នាំ1982ណាទៅដល់នោះ82ចេញពីស្រុកខ្មែរឆ្នាំ1979បាទឥឡូវយើងនិយាយពីរឿងលោកវ៉យហូវិញព្រោះថាកាលពីខែមុនបាទមានលោកអ៊ំម្នាក់ត្រូវបានខាងស្ថានីយ៍ទូរទស្សន៍មួយហ្នឹងគាត់អញ្ជើញមកបង្ហាញហើយដោយគាត់អះអាងថាគាត់ជាកវីវ៉យហូបើនិយាយទៅត្រូវជាពូរបស់អ្នកបងហើយអ្នកបងបានដឹងពីរឿងហ្នឹងតាមរយៈអីដែរបាទពីព្រោះអីកាលតែនៅអាមេរិកនោះមានបងប្រុសម្នាក់ខលពីបាត់ដំបងទៅខលទៅបងប្រុសរបស់ខ្ញុំគាត់បងប្រុសខ្ញុំនឹងនៅ Chicago ខលទៅគាត់ប្រាប់ថាឲ្យបងប្រុសម្នាក់នៅបាត់ដំបងហ្នឹងគាត់ធ្លាប់រៀនជាមួយបងប្រុសខ្ញុំគាត់សប្បាយមុនប៉ុលពតចាពេលនោះគាត់ប្រហែលនៅក្នុងអាយុ3-4 10គាត់រៀនជាមួយគ្នាតែគាត់ធ្លាប់ដឹងថាពួកយើងនឹងមានជាប់សាច់ញាតិជាមួយវ៉យហូគាត់ពេលគាត់ដឹងដំណឹងពូវ៉យហូនឹងថាពូវ៉យហូនៅបាត់ដំបងហ្នឹងជាវ៉យហូគាត់ក៏ខលទៅប្រាប់គាត់ថាមានដឹងថាវ៉យហូនៅរស់ហើយចឹងហើយគាត់នឹងក៏បងប្រុសខ្ញុំនឹងក៏អមែនទេក៏គាត់ខលទៅម្ដាយខ្ញុំពួកអីពី Chicago មក California ជីកបោះ3ម៉ោងកន្លះបាទហើយទៅគាត់ខលទៅ
គាត់ call telephone មកម៉ាក់ខ្ញុំថាអូគូពីព្រោះយើងពួកនៅផ្ទះហៅគាត់គូពីបាទអត់មានហៅ Voi Ho ទេ អញ្ចឹង ចាគាត់នៅផ្ទះគាត់ឈ្មោះពី ឈ្មោះពី ចាថាឲ្យគូនឹងចិនគេដូចពូ បាទ ចាថាគូពីនៅរស់ហើយគាត់ថាមិនជឿគាត់ជឿហើយចឹងថាអត់ទេចាំមើលឥឡូវខ្ញុំឲ្យពួកម៉ាក់ខ្ញុំនឹងនៅស្រុកខ្មែរហ្នឹងទៅសួររយចាំមើលបានតំណែងអីនឹងខលមកប្រាប់ទៀតសូពីថ្ងៃក្រោយមកទៀតពូនឹងខលពីស្រុកខ្មែរហ្នឹងទៅម្ដងទៀតគាត់ថាទៅជួបហើយគឺពិតជាVoi Hoមកហើយទៅពួកខ្ញុំហ្នឹងក៏ប្រាប់ថាសុំលេខទូរស័ព្ទសុំទូរស័ព្ទលោកម្នាក់ហ្នឹងណា លោកម្នាក់ហ្នឹង បាទ ចាលោកម្នាក់ហ្នឹង បាទ ចាសុំទូរស័ព្ទគាត់ណាដល់សុំទៅខ្ញុំក៏ខលមកមុនគេព្រោះអីគ្មានអ្នកណាគេចាប់ផ្លឹកខលទេ បាទ ខ្ញុំចង់ដឹងព្រោះអីបងប្អូនខ្ញុំទាំងអស់ហ្នឹងនៅស្រុកអាមេរិកអត់មានជឿថាគាត់នៅរស់ហើយណា បាទបាទ ពីព្រោះសម័យយួនចូលមានឈ្នួលVoi Hoមកប្រាប់ម៉ាក់ខ្ញុំ បាទ ថាមីងខ្ញុំឃើញគេវាយគេចាប់Voi Hoហើយនឹងតារាចំច័ន្ទបដាទៅតែត្រង់គាត់ឃើញស្លាប់រស់គាត់ដឹងតែឃើញគេចាប់យកទៅឈ្នួលហ្នឹងណា នៅខាងណា នៅខាងពោធិ៍សាត់ អូអញ្ចឹង ចាពួកអីគាត់ចេញទៅម្ដងទៅបាត់ដំបងដល់ហើយទៅគាត់ស្ទើរនៅពោធិ៍សាត់ហើយទៅឈ្នួលហ្នឹងក៏ជួយធ្វើការតារាចំច័ន្ទអីគេជ្រត់ស្រូវអីហ្នឹងគាត់ឃើញពិបាកគាត់ចង់ជួយតែគាត់មិនអាចជួយបានណាហើយទៅក៏បែកគ្នាពេលហ្នឹងហើយបងប្អូនអត់មានអ្នកណាជឿជាពិសេសម្ដាយខ្ញុំគាត់ណាជាពិសេស បាទជាម្ដាយរបស់អ្នកនេះហើយដល់បងបាទ ចាជាពិសេសគាត់ពួកអីគាត់នឹងVoi Hoគាត់ចិត្តដិតនឹងគ្នាមែនទេគាត់ពីសម័យមុនស្រុកធ្លាក់ហ្នឹងគាត់ចេញចូលជួនកាលគាត់ទៅផ្ទះVoi Ho 3ខែនិយាយអញ្ចឹងហើយគាត់មានការចិត្តស្និទ្ធជាមួយគ្នាមែនទេដូចបងប្អូនបង្កើតអញ្ចឹងហើយគាត់តែងតែនិយាយថាចំណងពោកថាស្រុកគេពិបាកចេះបងពីប្រហែលស្លាប់ហើយមិនបាច់គេសម្លាប់ក៏គាត់ស្លាប់ឯងដែរពីព្រោះមនុស្សគាត់ជួយចិត្តការសំណុក ជួយចិត្តការសំណុកហើយក៏ជួយចិត្តសុបាយក៏ជួយចិត្តអ្វីស្អាត បាទ គឺ clean ណាហើយគាត់ថាសូម្បីតែបាយគាត់ភាសាតែមិនហុយក៏ប្រែមកដែរតារាចំចានហ្នឹងគាត់និយាយសារនិយាយប្រាប់រឿងខ្ញុំអញ្ចឹងដល់ហើយពេលខ្ញុំមកទៅខ្ញុំចង់ដឹងដែរខ្ញុំខលទៅលោកពូហ្នឹងហើយគាត់ថាគាត់ដំបូងបំផុតខ្ញុំខលហ្នឹងនៅជុំគ្នាខ្ញុំទៅផ្ទះគាត់ខ្ញុំបាក់ឡានទៅផ្ទះគាត់ខ្ញុំមិនទេបានទូរស័ព្ទនេះខ្ញុំបាក់ឡានទៅផ្ទះគាត់ទៅផ្ទះគាត់យើងទិញ phone card ហើយយើងខលមកសូមជួបលោកពូ បាទអូននេះ ចាសូមដែលគាត់ថាគាត់Voi Hoហ្នឹងចាហើយម៉ាក់ខ្ញុំគាត់និយាយជាមួយគាត់និយាយសួរថាបងមកឯងហ្នឹងមកហោគាត់ថាបាទថាបងសុខសប្បាយអីចឹងណានិយាយធម្មតាទៅដល់ហើយទៅគាត់ចាប់ផ្ដើមសួរពីរឿងក្នុងគ្រួសារគាត់សួរថាគាត់អត់តន់ប្រាប់ថាគាត់ជាអ្នកណាដែរគាត់ថាគាត់ថាឪពុកឈ្មោះអីដំបូងគាត់ឆ្លើយថាឪពុកគាត់ឈ្មោះកែវបាទចាគាត់ថាឪពុកខ្ញុំឈ្មោះកែវអ្នកជុលមន់ឪពុកគាត់ឈ្មោះកែវអ្នកជុលមន់ហើយទៅថាចឹងគាត់ក៏ចាំតែស្ដាប់ណាគាត់សួរហើយទៅឪពុកបងប្អូននឹងមានប្រហែលអ្នកបងប្អូនមាន3នាក់គាត់ឆ្លើយបងប្អូនមាន3នាក់ហើយគាត់សួរទៀតថាក្នុង3នាក់ហ្នឹងមានឪពុកប្រហែលម្ដាយប្រហែលហើយគាត់ឆ្លើយថាម្ដាយមួយពុកមួយបាទបងប្អូន3នាក់គាត់ហ្នឹងហើយសួរឈ្មោះអីខ្លះគាត់ឆ្លើយត្រូវគាត់ឆ្លើយVoiឈៀងVoi Safari ហើយនឹងVoi Ho គាត់ថាបងប្អូន3នាក់តែម្ដាយមួយឪពុកមួយហើយគាត់សួរទៀតចុះប្រពន្ធមានប្រមាណអ្នកមានកូនប្រមាណហើយមានកូន2មានប្រពន្ធ2កូន2ហ្នឹងឈ្មោះអីខ្លះឈ្មោះVoi Ho ស្ទឹងដា Voi Ho វិជ្ជការបាទហើយអានឹងខុសមួយពីព្រោះអីVoi Ho មិនមែនVoi Ho វិជ្ជការ Voi Ho សំឡាងបាទចាកូនទី2គាត់ហើយចុះកូនហ្នឹងជាមួយអ្នកណាខ្លះកូនហ្នឹងជាមួយប្រពន្ធដើមទាំងពីរហ្នឹងជាមួយតារាចាំចាអត់មានកូនទេគាត់ថាអញ្ចឹងខុសទៀតពីព្រោះអីអាណាកូនតារាចាំចាដាកូនមីងថនហើយគាត់ថាប្រពន្ធគាត់ដើមហ្នឹងឈ្មោះបូសាបាបាទបូសាបាហើយគាត់ឈ្មោះមីងថនហើយការនៅណាគាត់ថាអត់ចាំទេពីព្រោះគាត់កើតជំងឺលើសឈាមហើយទៅគាត់មានការភ្លេចភ្លាំងច្រើនហើយគាត់ក៏អត់ចាំអស់ហើយគាត់ពេលណាហើយសួរបងប្អូននៅស្នឹងមានស្គាល់អ្នកណាអត់ស្គាល់អ្នកណាសោះអត់មានស្គាល់អ្នកណាសោះហើយអញ្ចឹងទៅគាត់ក៏ថាគាត់ក៏លាទៅបាទហើយគាត់ដាក់ចុះគាត់ថាមិនមែន
ก็เชื่อมองกระทาเนี่ยนาเชื่อเกณฑ์เนี่ยสกไม้ก็เชื่อนั่นแต่ตามเกณฑ์นะให้กวาดสำหรับก็เชื่อเป็นเพราะที่มวยสำเร็จในเยอะใจมากคือข้อที่มวยไวโฮนั่งสลาคือไวโฮอย่างเยอะยอบให้สำเร็จเนี่ยมันเป็นก่อนนี้เนี่ยเยอะมวยไอ้สำคัญบอลที่ท่าแล้วก็ชลายเรื่องปกชมกายไหนโจลมอนตาอันนั้นก็ข้อแดงมันใช่ไหมข้อปกไวโฮก็ชมไอ้ก็ชมวอยเสื่อมจ้าบอยซึ่งบ้านนี่คือเกี่ยวพวกระบอบลุงบอยโฮบ้านบ้านไทยก็มันแม่นจริงเนี่ยโจลมอนที่ลุงบอยซึ่งโอ้ได้พวกโจลมอนบอกเลยจังเลยให้ก็ทาเราให้ได้จูบมาดองเทียดสูบดองเทียดก็ทาโดชรานะก็โดชโมชรามาดังชโมนาเป็นประกอบเลยให้เราจังเลยยงก็ทายงปรากฏทาอ้นจังยงตะลิงสกไม้นั่นจังยงจอดตะจูบก็ทาให้ตะจูบเมื่อให้โยอันนี้เมื่อเติมเมื่อโยลูกเขาอันนี้เมื่อแต่ส่วนเมื่อกอดสกอลอัดยงตะเป็นตะจูบกอดมือรูนั่งกอดมือจังนั่นโยจะจังกอดมือจังกอดมือรูให้กับมีขณีบางคนจะโดนมือกอดมันแหนชั่วโมงวนเลี้ยงให้ยงสู้กันอันนี้ก็ทางนี้ด้วยเชื้อสไลเมานึงมาบอยสภาดีบอยสภาดีนั่นเลยเตะหัวยืนทางมาจ้าหาอีมาให้ได้ก็ทางรุ่นนี้ด้วยเชื้อบอยสภาดีก็อาจจะดังนั้นนะสกอร์ได้รุ่นนี้ก็เกาะสกอร์ได้สูนี่ก็เกาะสกอร์ได้เอาปกกดประกาศกดทากดอัดจำกดเพลงคือพวกไอ้กองอเมนด้วยให้กดกองจมูกไวโฮนึงเปย์ไวโฮปกไวโฮลิงมาได้ไวโฮอันนี้ยมไม่ได้หรอกดังนี้นะแต่จะก่อนใหญ่ปรับยมมั้ยจะให้ก็ทาเปย์ไวมาได้ไวโฮใบคณีจมูกนึงปกไวโฮมันเดินข้างปกมาให้ข้างบองปกไวโฮนึงก็มีการจัดชนะก็ไม่จะโดนมวยนึงก็อะไรก่อนได้สกอร์ห้องบองปกกับจ้ารางไงนึงให้ก่อนได้สกอร์ไวโฮเนยจิตดัชมวยครองข่าวปกป่วยปกก่อนจำจังตั้งมาได้เนี่ยบ้องก็มันเชื่อเตียงนะใส่บอยสภาที่เดินแต่มันเชื่ออีนึกอัดเชื่อสมองก็ถักอัดเชื่อได้สำหรับยมสำหรับยมนึงกรมครัวซายมเดินเนื้อคลายนึงอบรมตัวสกอร์ถักก่อนนึงจีบองปองจีบอยโฮเต้มาได้เบอร์เนตเซนเชื่อคือจะการเชื่อบอกว่าจังนะไว้ based on information นะ on รูปทอดไอ้จังជាពិសេសរូបមួយនេះគាត់នៅក្នុងផ្ទះនេះហើយក៏អត់ស្គាល់ក៏អត់ចំណាំហើយថាគាត់កើតជំងឺខួរក្បាលអីជំងឺភ្លេចខ្លាំងអីក៏ដោយប៉ុន្តែគាត់អាចតែងចម្រៀងឥឡូវនេះបានបើគាត់តែងចម្រៀងបានគួរណាស់ក៏គាត់ចាំនេះសបងប្អូនណានេះរូបថតនេះសិជំនាន់គាត់នៅបើថាឥឡូវនេះគាត់ផ្លែបែររូបនេះរូបជំនាន់គាត់ហ្នឹងគាត់កលេចហ្នឹងហើយបើគាត់មែនគាត់ដឹងអ្នកណា